នាងហឺជួនឲ្យពេលមកដល់ហើយចុះអង្គុយញ៉ាំជាមួយគ្នាមកមិនបាច់ពូថ្ងៃនេះខ្ញុំមកមិនសម្រួលទេលើកក្រោយខ្ញុំនឹងមកជាមួយឪពុកម្ដាយបានដែរបងហ៊ូឈួតជួយតាមដានសកម្មភាពរបស់ស៊ីនស៊ីងយូជាពិសេសទំនាក់ទំនងជាមួយប្រុសខ្ញុំនឹងស៊ើបអង្កេតបងហ៊ូឆាហេប្រពន្ធឲ្យខ្ញុំចាំបានថាក្រុមហ៊ុនមានការខ្ញុំទៅក្រុមហ៊ុនម្ដងការអ្វីប្រញាប់មេបាយមិនទាន់ហូបផឹកទេខ្ញុំនឹងត្រឡប់មកភ្លាមនឹងត្រឡប់មកឆាប់ម្ហូបចាស់នេះរត់លឿនជាងទន្សាយព្រួយថាគេមិនដឹងរឿងស្នេហារបស់គេម៉ាក់បងប្អូនប្រុសខ្ញុំហូបចប់ហើយទៅសម្រាកលើជន់វិញម៉ាក់បងអ្នកឯសំលេងយ៉ានចៅទាំងអស់គ្នាទេបើចឹងស៊ីនសូ8យើងទៅផ្ទះស៊ីនសូពិនិត្យមើលថាយ៉ានចៅនិយាយពិតមែន